បាទសូមជម្រាបសួរបងប្អូនសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះយើងមករៀនមូលដ្ឋានគ្រឹះដំបូងនៅក្នុងភាសាអង់គ្លេសហើយព្យញ្ជនៈភាសាអង់គ្លេសមាន26តួនិងស្រៈ5តួបាទ Basic Counting English 26 consonant and 5 vowel បាទដូច្នេះយើងចាប់ផ្ដើមអាននៅព្យញ្ជនៈភាសាអង់គ្លេសទាំងអស់គ្នា English alphabet អក្ខរក្រមអង់គ្លេស A B C D E F G H I J K L M N O P Q R S T U V W X Y Z បាទដូច្នេះខ្ញុំសរសេរជាសៀងខ្មែរដើម្បីងាយស្រួលអានតាមនៅព្យញ្ជនៈរបស់ភាសាអង់គ្លេសបាទដូច្នេះជាបន្តទៅទៀតនេះសូមអានឡើងវិញនៅព្យញ្ជនៈភាសាអង់គ្លេសម្ដងទៀតដោយមិនមានសៀងខ្មែរបាទដូច្នេះយើងចាប់ផ្ដើមអានទាំងអស់គ្នាបាទជាបន្តទៅទៀត English alphabet អក្ខរក្រមភាសាអង់គ្លេសបាទសូមចាប់ផ្ដើម A B C D E F G H I J K L M N O P Q R S T U V W X Y Z បាទដូច្នេះយើងមករៀនការសរសេរអក្សរតូចនិងអក្សរធំវិញម្ដង English alphabet A B C D E F G H I J K L M N O P Q R S T U V W X Y Z បាទដូច្នេះយើងការសរសេរជាភាសាអង់គ្លេសអក្សរធំនិងអក្សរតូចហើយនឹងមានមេរៀនជាច្រើនជាបន្តទៅទៀតបាទដូច្នេះសូមអរគុណច្រើនសម្រាប់ការតាមដានការសិក្សាភាសាអង់គ្លេស